របៀបលេងអ៊ីនធឺណិតកុំឲ្យអស់លុយលឿនពេកសួស្តីបងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលប្រើប្រាស់អ៊ីនធឺណិតដោយប្រើ SIM ហើយយើងធ្វើការដូរលុយប៉ុន្តែយើងលេងឆាប់អស់លុយលឿនមែនតើអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនតាក់ទងជាមួយនឹងពីរវិធីសាស្ត្រដែលនឹងអាចជួយបងប្អូនលេងអ៊ីនធឺណិតកុំឲ្យអស់លុយលឿនពេកបាទអញ្ចឹងវិធីទី1គឺយើងទៅធ្វើការបើ background data អញ្ចឹងយើងអាចធ្វើតាមនេះមកតាក់ទងមួយការបិទ background data អញ្ចឹងតាក់ទងមួយការបិទ background data បងប្អូនចូលមកកាន់ setting នេះមកហើយបងប្អូនចុចលើពាក្យថា general បាទហើយបងប្អូនរកពាក្យថានេះ background and app refresh នេះកាលណាយើងនៅបន្តឲ្យវាបើកអានឹងវាស៊ីលុយបាទអញ្ចឹងយើងកុំប្រើជាមួយbackground app refresh ហ្នឹងអញ្ចឹងយើងធ្វើការចុចបិទចេះមកអញ្ចឹងកន្លែងហ្នឹងបងប្អូនចុច off ហើយបងប្អូនថយមកវិញមកជាការស្រេចហើយបាទឲ្យចេញបែបនេះមកហើយវិធីទី2គឺយើងធ្វើការមើលវីដេអូឬក៏បិទការមើលវីដេអូកុំឲ្យវាច្បាស់ពេកតាក់ទងជាមួយនឹងឧទាហរណ៍ថាបងប្អូនភាគច្រើនលេងជាមួយនឹង Facebook TikTok ហើយនិង YouTube អញ្ចឹងសម្រាប់ការមើលវីដេអូនៅក្នុង YouTube បងប្អូនកុំមើលរហូតដល់18ឬក៏ 4K អីបងប្អូនអាចមើលត្រឹម480ឬក៏ 720p ទៅក៏វាច្បាស់អាចនឹងមើលបានដែរអញ្ចឹងអាហ្នឹងក៏កាត់បន្ថយ data ដែរហើយចំពោះនៅក្នុងFacebook វិញគឺបងប្អូនអាចទៅធ្វើការបិទមុខងារតាក់ទងជាមួយនឹង auto play បាទ auto play ហ្នឹងក៏វាធ្វើឲ្យស៊ីអ៊ីនធឺណិតយើងលឿនដែរទី1ទី2តាក់ទងជាមួយនឹង HD គឺយើងបិទកុំឲ្យវា HD ច្បាស់ខ្លាំងពេកវាស៊ីលុយលឿនដូចគ្នាដែរហើយតាក់ទងមួយ TikTok គឺយើងចូលទៅធ្វើការបិទមុខងារ data saver ហ្នឹងគឺវានឹងធ្វើការកាត់បន្ថយទៅលើការស៊ីអ៊ីនធឺណិតនៅក្នុង SIM របស់យើងដូចគ្នាដែរអញ្ចឹងរបៀបធ្វើគឺបងប្អូនអាចតាមដានពីរបៀបនៃការធ្វើនៅក្នុងកម្មវិធីមួយជាមួយខ្ញុំទាំងអស់គ្នាតើអញ្ចឹងសម្រាប់កម្មវិធី TikTok គឺបងប្អូនចូលមក TikTok ហើយចុចត្រេ3នេះទៅហើយបងប្អូនចុចកន្លែង setting and privacy ហើយបងប្អូនពាក្យថាកន្លែងពាក្យថា data saver នេះអញ្ចឹងកន្លែងនេះគឺបងប្អូនចុចកន្លែងនេះឲ្យបើកបែបនេះមកមានថាវាកាត់បន្ថយទៅលើការប្រើប្រាស់ទៅលើអ៊ីនធឺណិតរបស់យើងហើយអាហ្នឹងសម្រាប់នៅក្នុងកម្មវិធី TikTok អញ្ចឹងចំពោះ Facebook បងប្អូនចូលមកកាន់ Facebook ហើយចុចកន្លែង profile នេះទៅហើយចុចកន្លែង setting នេះបាទបន្ទាប់មកបងប្អូនពាក្យថាmedia នេះកន្លែង media នេះកន្លែងនេះគឺបងប្អូនកុំឲ្យវាស៊ីអ៊ីនធឺណិតខ្លាំងគឺបងប្អូនយកកន្លែង data saver នេះមានអញ្ចឹងកន្លែងនេះគឺយើងយកអាហ្នឹងទៅទី1ទី2កន្លែងបិទកន្លែង auto play មានថាកុំឲ្យវា auto play កាលណា auto play គឺវានឹងកាត់លុយអីអញ្ចឹងកាត់អ៊ីនធឺណិតយើងអស់លឿនអញ្ចឹងចង់ play គឺបងប្អូន play តែវីដេអូណាដែលបងប្អូនចង់មើលទៅបានហើយអញ្ចឹងកន្លែងនេះគឺបងប្អូនយក when using Wi-Fi only ទៅបានហើយបាច់ប្រើជាមួយនឹង cellular data នេះទេគឺយើងយកអានេះមកហើយបងប្អូនធ្វើតែប៉ុណ្្នឹងមកជាការស្រេចហើយបងប្អូនបាទហើយយើងថយមកវិញមកអូខេអញ្ចឹងបន្ទាប់ពីបងប្អូនបានដឹងពីវិធីសាស្ត្រនេះហើយសង្ឃឹមថាបងប្អូននឹងធ្វើបានហើយបើសិនជាបងប្អូនមានចម្ងល់មានសំណួរអីបន្ថែមបងប្អូនអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះហើយកុំភ្លេចជួយធ្វើការចុច like follow និងធ្វើការចែករំលែកវីដេអូមួយនេះឲ្យបងប្អូនយើងដទៃទៀតដែលគាត់មានបញ្ហាស៊ីអ៊ីនធឺណិតលឿនហ្នឹងឲ្យគាត់បានដឹងនិងចេះផងសូមអរគុណ